អូនថានៅខេត្តកំពង់ធំគឺជាចំណុចកណ្ដាលនៃប្រទេសកម្ពុជាប៉ុន្តែអូនវិញអត់ដឹងនៅណាជាគោលដៅពិតប្រាកដហើយក៏ពិភាក្សាគ្នាសួរលោកតាពេលអូនសួរនាំលោកតាហើយលោកតាថាចាំតាជូនទៅហើយក៏នាំចែកចែកទាំងអស់គ្នាតែមើលទេសភាពនៅខេត្តចឹងនៅកំពង់ធំមានអីខ្លះតោះមកមើលទាំងអស់គ្នាដល់ស្ពេលកំពង់ធំឈ្មោះអាយ៉ាពូមិញយាយតាមកចាំអូនប្រាប់ថាស្ពានស្ទឹងសែនដូចចម្រៀងគេថាស្ពានស្ទឹងសែនប៉ារីសមកតមុខតកងឡានអាយ៉ាឡើងខ្ជិបឥឡូវអូនគង់ភាសាមួយលោកតាសួរថាចៃចង់ទៅណាខ្លះញ៉ាំអីខ្លះមើលប្រាប់តាមើលអូនក៏ថាជូនអូដាលេងវិញខេតមើលតាមានអីខ្លះតានេះក៏ជាដើមឈើ100ឆ្នាំចាំឆ្ងាយមើលស្ទឹងសែនណាមានសភាពឡើងស្អាតឃើញសេះអត់សារឆ្នាំនេះឆ្នាំបូមីបានតែដាក់រុកសេះនៅមាត់ស្ទឹងឥឡូវកំពុងតែអភិវឌ្ឍនេះគឺជាអគារសម័យបារាំងណាមើលទៅនៅតែរឹងមាំស្រស់ស្អាតហើយបន្តមកមើលលោកសំណាក់លោកតាក៏ហមក៏គំថាកំពុងធំទៅហួសមកហួសទៀតណាហុកសាន់ចូលលេងខេត្តអូនផងពូមិញយាយតាមើលដំរីជន់ខ្លាចន់ដំខៃខេត្តស្អាតចឹងអូនចឹងដាក់បាត់សម្រងបោផាដំរីជន់ខ្លាឬខេត្តអូនកំពុង